ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំហើយក្នុងវីដេអូនេះខ្ញុំមានការចែករំលែកមួយទាក់ទងនឹងការនិយាយ sorry បាទជាធម្មតានៅពេលដែលយើងធ្វើកំហុសអីមួយឬក៏យើងបានប៉ះពាល់ទៅដល់អ្នកដទៃយើងតែងតែក្នុង sorry ហើយក្នុងវីដេអូនេះខ្ញុំចែករំលែកអំពី clear ផ្សេងៗណាយកប្រើប្រាស់បានក្រៅពី clear និយាយថា I'm sorry គឺយើងមានផ្សេងទៀតដែលបងប្អូនអាចប្រើបានអញ្ចឹងសូមតាមដានជាមួយខ្ញុំពីដើមរហូតដល់ចប់ចេះនៅ clear ក្នុងបាទតោះអញ្ចឹងយើងចាប់ផ្ដើមតែម្ដងបាទអញ្ចឹងថា sorry គឺជា clear មួយដែលពេញនិយមយើងតែងតែនិយាយតែម្ដងគឺ sorry បាទហើយបងប្អូនអាចនិយាយបានគឺ please don't be mad at me គឺជា clear មួយដែលបងប្អូនអាចប្រើជំនួស sorry បានកុំប្រកាន់ខ្ញុំឲ្យ mad at me កុំខឹងខ្ញុំឲ្យបាទ mad ជាធម្មតាគឺប្រែថាខឹងបាទឬក៏ clear មួយទៀតយើងអាចថាយើងអាចនិយាយបានថា I'm so sorry បាទឬក៏បងប្អូនអាចនិយាយថា I'm very sorry ឬក៏ I'm terribly sorry បាទបងប្អូនអាចបន្ថែមនៅទាំងអស់នេះយើងហៅថា adverb so very terribly គឺជា adverb ដែលវាបញ្ជាក់បន្ថែមអត្ថន័យទៅដល់សង្កត់ន័យឲ្យ sorry បន្ថែមទៀតបាទជាងថាអូខ្ញុំសុំទោសខ្លាំងណាស់បាទខ្ញុំពិតជាសុំទោសពិតមែនបាទជាង so very terribly បងប្អូនជ្រើសរើសយកមួយណាទៅបន្ថែមទៅសង្កត់ន័យឲ្យ sorry ក៏បានដែរអញ្ចឹងបងប្អូនអាចនិយាយថា I'm so sorry ឬក៏ I'm very sorry ឬក៏ I'm terribly sorry ក៏បានបាទអូខេ clear មួយទៀតបងប្អូនអាចនិយាយថា ever sorry បាទជាង clear នេះដូចជាតាមមិនបងប្អូនមិនធ្លាប់ឮឬក៏មិនធ្លាប់ឃើញថាបានដែរគឺកម្រនឹងគេនិយាយប៉ុន្តែបងប្អូនអាចប្រើបាន ever sorry បាទជាមួយ native speaker គាត់យល់បាទហើយ clear មួយទៀតបងប្អូនអាចនិយាយថា how stupid ឬក៏ how careless ឬក៏ how thoughtless of me បាទ how stupid of me careless of me how thoughtless of me អញ្ចឹងបងប្អូនអាចប្រើពាក្យមួយណាក៏បានក្នុងចំណោម3បាទ how stupid of me how careless of me ឬក៏ how thoughtless of me បាទមានន័យថា how stupid of me អូខ្ញុំច្បាស់ how careless of me ខ្ញុំមិនប្រយ័ត្នសោះបាទ how thoughtless of me ខ្ញុំជាគំនិតខ្លីមែនបាទហ្នឹងសុទ្ធតែជាពាក្យអត្ថន័យហ្នឹងបញ្ជាក់ថាយើងសុំទោសដល់ពួកគាត់ឯងបាទក្នុងពេលដែលយើងនិយាយបានហ្នឹងគឺមានន័យថាយើងសុំទោស how stupid of me how careless of me how thoughtless of me បាទ clear ទៀតហ្នឹងគឺបងប្អូនអាចនិយាយថា pardon me បាទ pardon me ក៏សុំទោសដែរបាទ pardon me ហើយក៏បងប្អូនអាចនិយាយថា please accept our sincere apology please accept our sincerest apologies បាទសូមទទួលយកនៅការសុំទោសដល់ស្មោះអស់ពីចិត្តរបស់ពួកយើងបាទសូមទទួលយកនៅការសុំទោសបាទ apology គឺការសុំទោសដល់ស្មោះពីចិត្ត sincerest នេះគឺស្មោះអស់ពីចិត្តបាទ sorry it was all my fault sorry it was all my fault នេះក៏ជា clear ដែលបងប្អូនអាចប្រើបានដែរបាទ sorry it was all my fault សុំទោសវាគឺជាកំហុសរបស់ខ្ញុំទាំងអស់គឺជាកំហុសខ្ញុំ fault ឬបងប្អូនអាចនិយាយថា that's my fault
that's my fault fault នេះប្រែថាកំហុសនេះគឺជាកំហុសរបស់ខ្ញុំបាទ clear ចុងក្រោយបងប្អូនអាចប្រើដើម្បីនិយាយសុំទោសដែរគឺ please excuse my ignorance please excuse my ignorance please excuse my ignorance សូមលើកលែង excuse នេះគឺលើកលែងទោសឲ្យបាទលើកលែងចំពោះភាពមិនដឹងអី ignorance គឺភាពមិនដឹងអីរបស់ខ្ញុំបាទភាពលីលើបាទមិនដឹងអីដែរមិនដឹងខ្យល់អី ignorance សូមលើកលែងចំពោះភាពមិនដឹងខ្យល់អីរបស់ខ្ញុំបាទអូខេអញ្ចឹង clear ទាំងអស់នេះបងប្អូនអាចប្រើជំនួស sorry ពេលដែលបងប្អូនចង់សុំទោសនរណាម្នាក់បងប្អូនអាចនិយាយថា please don't be mad at me I'm so sorry I'm very sorry I'm terribly sorry ever so sorry how stupid of me how careless of me how thoughtless of me pardon me please accept our sincerest apologies sorry it was all my fault that's my fault please excuse my ignorance បាទអញ្ចឹង clear ទាំងអស់នេះខ្ញុំពិតជាសង្ឃឹមថាជួយដល់បងប្អូនអរគ្នាបានដែលប្រើនៅក្នុងការនិយាយរបស់បងប្អូនឲ្យកាន់តែមានភាពសម្បូរបែបបាទអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនទៅប៉ុណ្នេះហើយសង្ឃឹមថាជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលា